តែពេលនេះយើងសម្រាប់ឯងមុនគេតែម្ដងទៅអាកូនចៅឆាប់ចូលទៅសម្រាប់វាភ្លាមទៅពេលនោះពួកក្រុមចៅក៏នាំគ្នាមកវាយសវណ្ណប៉ុន្តែពួកគេមិនអាចយកឈ្នះសវណ្ណបាននោះទេព្រោះដោយសារតែសវណ្ណលោកគ្រូម្ដងនេះលោកគ្រូត្រូវតែជួយខ្ញុំពិតជាខ្មាស់គេណាលោកគ្រូអើយមេចៅទាំងមូលដែរតែត្រូវអាកូនក្មេងវាយឲ្យរត់មិនដឹងថាត្រូវយកមុខទៅទុកនៅណាទេលោកគ្រូមិនអីទេអាកូនសិស្សម្ដងនេះគ្រូនឹងនាំពួកឯងទៅសម្លាប់វាតែម្ដងគ្រូរបស់មេចៅក៏បានប្រើខ្លាអាគមរបស់គេឲ្យទៅសម្លាប់សវណ្ណក៏បានសូត្រហៅខ្លាអាគមរបស់ខ្លួនចេញមកប្រយុទ្ធជាមួយនឹងខ្លាអាគមរបស់ចៅខ្លាអាគមរបស់សវណ្ណក៏បានយកឈ្នះខ្លាអាគមរបស់ពួកចៅនោះគ្រូរបស់មេចៅឃើញបែបនេះក៏បានសូត្រហៅដំរីអាគមរបស់ខ្លួនចេញមកបន្តទៀតពេលនោះឆ្កែរបស់សវណ្ណរឿងក្មេងសត្វចិញ្ចឹមភាគ2ក្រោយពីបានជួបម្ដាយវិញហើយសវណ្ណក៏បានមករស់នៅជាមួយនឹងម្ដាយដែលជាស្ត្រីមេម៉ាយជារៀងរាល់ថ្ងៃសវណ្ណតែងតែចូលទៅក្នុងព្រៃដើម្បីដងជ័រយកទៅលក់ចិញ្ចឹមម្ដាយដោយអ្នកភូមិដទៃទៀតម៉ែកូនទៅរកដងជ័រហើយណាម៉ែសុវណ្ណកូនរកជ័របានហើយប្រញាប់មកវិញណាកូនបាទម៉ែកូនដឹងហើយអញ្ចឹងកូនទៅហើយណាម៉ែសវណ្ណក៏បានធ្វើដំណើរជាមួយនឹងសត្វឆ្កែរបស់ខ្លួនដែលជាស្ដេចរាជសីห์ភ្លុកដំរីប្រែកាយជាឆ្កែចូលទៅក្នុងព្រៃដើម្បីរកដងជ័រពេលដែលសវណ្ណធ្វើដំណើរចូលទៅដល់ក្នុងព្រៃក៏បានឮសំឡេងមនុស្សស្រែកឲ្យជួយពេលនោះសវណ្ណនិងសត្វឆ្កែរបស់គេក៏នាំគ្នារត់សម្ដៅទៅរកកន្លែងដែលមានសំឡេងនោះពេលទៅដល់ក៏បានឃើញមនុស្សស្រីម្នាក់ត្រូវបានសត្វខ្លាសង្កត់ពីលើបំរុងនឹងស៊ីឃើញបែបនេះសវណ្ណក៏លូតទៅធាក់សត្វខ្លាឲ្យចេញពីក្មេងស្រីនោះសត្វខ្លាដឹងច្បាស់ថានេះជាសវណ្ណដែលជាក្មេងសត្វចិញ្ចឹមដែលមានកម្លាំងទេពគេមុខជាមិនអាចយកឈ្នះសវណ្ណបានឡើយក៏រត់ចូលទៅក្នុងព្រៃបាត់ទៅអូនអរគុណណាបងតែបងបានជួយប្អូនពីក្រញាំសត្វខ្លានោះបើសិនជាគ្មានបងទេម្លេះប្អូនត្រូវស្លាប់ដោយសារសត្វខ្លានោះជាមិនខានឡើយមិនអីទេណានាងហើយចុះហេតុអីបានជាណានាងមកនៅក្នុងព្រៃនេះតែម្នាក់ឯងអញ្ចឹងចាបងប្អូនមកទីនេះគឺដើម្បីយកមាសទៅបដូរជាមួយនឹងលោកឪពុករបស់ប្អូនដែលត្រូវក្រុមចៅចាប់គាត់យកទៅធ្វើជាធ្នូដើម្បីដោះដូរនឹងណាបងអ្នកនាងដូចជាបថយពេកហើយពួកចៅទាំងអស់នោះវាគ្មានខួរក្បាលជាមនុស្សនោះទេពួកវាមិនគោរពពាក្យសន្យាឡើយបើសិនជាអ្នកនាងយកមាសទាំងនេះទៅបដូរនឹងឪពុករបស់អ្នកនាងមុខជាវាយកទាំងមាសយកទាំងអ្នកនាងហើយសម្រាប់ឪពុករបស់អ្នកនាងជាពំខានខ្ញុំក៏ដឹងដែរណាបងតែខ្ញុំគ្មានជំរឿននោះទេខ្ញុំមិនអាចឲ្យលោកឪពុករបស់ខ្ញុំត្រូវពួកវាសម្លាប់ទាំងបែបនេះនោះឡើយអញ្ចឹងចាំខ្ញុំជួយឪពុករបស់អ្នកនាងជាមួយនឹងអ្នកនាងដែរខ្ញុំអរគុណណាស់បងពួកគេក៏នាំគ្នាទៅរកលោកសេដ្ឋីដែលជាឪពុករបស់កល្យានពេលទៅដល់ក៏ឃើញមានពួកចៅ3នាក់នៅទីនោះចំណែកឯលោកសេដ្ឋីត្រូវបានពួកចៅចាប់ចងដៃទៅក្រោយជាមួយនឹងដើមឈើពួកចៅឃើញកល្យានស្អាតក៏និយាយថាវ៉ាវមិនណាយកូនអើយហេតុអីក៏កូនលោកសេដ្ឋីស្អាតម្លឹងហ៎គ្រាន់តែឃើញស្រីភ្លាមចិត្តរៀមចង់ប៉ែតទីដល់ក្រមុំអូនហើយចង់ប៉ែតទីសាច់ឡើងសើខ្ចីស្រីហើយធ្វើឲ្យបងចង់បឿម្ដងនេះយើងបានទាំងមាសបានទាំងស្រីស្អាតមកធ្វើជាប្រពន្ធយើងទៀតសំណាងម្លេះអញហើយអញណែពួកអាចោចង្រៃក្រែងពួកឯងចង់បានតែមានតើអីហើយមិនក៏ពេលនេះពួកឯងមានគំនិតអាក្រក់មកលើកូនស្រីរបស់យើងបែបនេះទៅវិញហ៎ពួកឯងនេះពិតជាអាក្រក់ណាស់ណែលោកសេដ្ឋីភ្លឺល្ងីល្ងើមិនដឹងខ្យល់អីឯងគិតថាពួកចៅដូចជាយើងនេះចេះគោរពពាក្យសន្យាមែនទេហ៎នៅពេលដែលយើងសម្លាប់ឯងហើយយើងនឹងយកកូនស្រីរបស់ឯងទៅធ្វើជាប្រពន្ធរបស់យើងពួកឯងនិយាយបែបនេះដូចជាមិនទុកយើងនៅក្នុងកសែភ្នែកពួកឯងសោះ
ហើយចុះឯងជាណាបានจะเอาយើងទុកឯងនៅក្នុងកសែភ្នែកបែបនេះហ៎ យើងថាយើងនឹងសម្លាប់ឯងក្រោយគេតែពេលនេះយើងសម្លាប់ឯងមុនគេតែម្ដងទៅអាកូនចៅឆាប់ចូលទៅសម្លាប់វាភ្លាមទៅ ពេលនោះពួកក្រុមចៅក៏នាំគ្នាមកវាយសវណ្ណប៉ុន្តែពួកគេមិនអាចយកឈ្នះសវណ្ណបាននោះទេព្រោះដោយសារតែសវណ្ណជាមនុស្សដែលមានកម្លាំងទេពហើយបានរៀននៅមន្តអាគមគាថាក្បាច់ប្រយុទ្ធពីលោកតាធុដងមួយអង្គកាលពីប៉ុន្មានថ្ងៃមុនថែមទៀតសវណ្ណចៅជាមនុស្សដែលមានកម្លាំងទេពនៅក្នុងខ្លួនស្រាប់ហើយពេលនេះចៅបានរៀនវិជ្ជាពីតាបន្ថែមទៀតមើលទៅលើលោកនេះគ្មានអ្នកណាអាចយកឈ្នះចៅបានទេដូច្នេះហើយចូលចៅប្រើនៅមន្តគាថានិងក្បាច់ប្រយុទ្ធទាំងនេះក្នុងផ្លូវល្អណាស់ចៅព្រោះមន្តគាថានិងក្បាច់ប្រយុទ្ធទាំងនេះវាជារបស់ដូនតាខ្មែរយើងដែលបានបន្សល់ទុកហើយចៅត្រូវតែជួយថែរក្សានៅវិជ្ជាទាំងនេះទុកឲ្យមនុស្សចំនួនក្រោយបានចេះចាំផងណាចៅកណាលោកតាចៅនឹងធ្វើតាមដំបូន្មានរបស់លោកតាអាក្មេងនេះមិនធម្មតាទេមើលទៅមានតែយើងប្រើនៅក្របីអាគមដើម្បីសម្លាប់វាហើយមេចៅក៏បានសូត្របាលីដាស់ក្របីអាគមរបស់គេឲ្យទៅសម្លាប់សវណ្ណឃើញបែបនេះក៏បានសូត្រហៅសត្វអាគមរបស់ខ្លួនចេញមកដែរខ្លាអាគមរបស់សវណ្ណក៏បានយកឈ្នះក្របីអាគមមេចៅនោះមេចៅឃើញបែបនេះក៏នាំកូនចៅរត់ចូលព្រៃអស់ទៅមួយខែក្រោយមកលោកគ្រូម្ដងនេះលោកគ្រូត្រូវតែជួយខ្ញុំពិតជាខ្មាស់គេណាស់លោកគ្រូអើយមេចៅទាំងមូលដែរតែត្រូវអាកូនក្មេងវាយឲ្យរត់មិនដឹងថាត្រូវយកមុខទៅទុកនៅណាទេលោកគ្រូមិនអីទេអាកូនសិស្សម្ដងនេះគ្រូនឹងនាំពួកឯងទៅសម្លាប់វាតែម្ដងនិយាយហើយពួកចៅក៏នាំគ្នាទៅផ្ទះលោកសេដ្ឋីហើយចាប់ពួកគេចងហើយក៏បានបញ្ជាឲ្យអ្នកបម្រើសេដ្ឋីទៅហៅសវណ្ណមកដើម្បីសម្លាប់គ្រាន់តែសវណ្ណមកដល់ភ្លាមគ្រូរបស់មេចៅក៏បាននិយាយឡើងថាណែអាកូនសិស្សក្មេងម្នាក់នឹងមែនទេដែលវាវាយឯងឲ្យរត់នោះហ៎ពិតមែនហើយលោកគ្រូកុំឃើញវានៅក្មេងបែបនេះវាមិនក្មេងធម្មតានោះទេលោកគ្រូយើងក៏ចង់ដឹងដែរថាវាមិនធម្មតាត្រង់ណាទៅណែអាក្មេងតូចយើងមិនចង់ឲ្យគេនិយាយថាមនុស្សចាស់ធ្វើបាបក្មេងនោះទេឯងមានវិជ្ជាអីឆាប់បញ្ចេញមកខ្ញុំក៏មិនចង់ឲ្យគេនិយាយថាក្មេងធ្វើបាបមនុស្សចាស់ដែរលោកពូចៅទាំងអស់គ្នាមានវិជ្ជាអីក៏បញ្ចេញមុនមកចុះហីឯងចង់ឌឺឲ្យយើងហ៎អញ្ចឹងឯងទទួលខ្លាអាគមរបស់យើងមួយសិនទៅគ្រូរបស់មេចៅក៏បានប្រើខ្លាអាគមរបស់គេឲ្យទៅសម្លាប់សវណ្ណក៏បានសូត្រហៅខ្លាអាគមរបស់ខ្លួនចេញមកប្រយុទ្ធជាមួយនឹងខ្លាអាគមរបស់ចៅខ្លាអាគមរបស់សវណ្ណក៏បានយកឈ្នះខ្លាអាគមរបស់ពួកចៅនោះគ្រូរបស់មេចៅឃើញបែបនេះក៏បានសូត្រហៅដំរីអាគមរបស់ខ្លួនចេញមកបន្តទៀតពេលនោះឆ្កែរបស់សវណ្ណក៏បានប្រែកាយជាសត្វតោភ្លុកដំរីចេញទៅប្រយុទ្ធជាមួយនឹងដំរីអាគមរបស់ពួកចៅហើយក៏បានយកឈ្នះលើពួកចៅពួកក្រុមចៅនិងគ្រូអាគមនោះក៏ត្រូវបានសវណ្ណចាប់ចងបញ្ជូនទៅកាត់ទោសតាមច្បាប់ចំណែកសេដ្ឋីដោយឃើញថាសវណ្ណបានជួយខ្លួនពីរលើកនិងជាមនុស្សដែលមានសមត្ថភាពក៏លើកកូនស្រីរបស់ខ្លួនឲ្យទៅសវណ្ណធ្វើជាប្រពន្ធសូមរងចាំទស្សនាភាគបន្តសូមអរគុណពូមីងតើអ្នកទាំងពីរឃើញប្តីខ្ញុំទេគាត់ទៅកាប់ឈើក្នុងព្រៃនោះដែរហើយពេលនេះមិនទាន់ឃើញគាត់ត្រឡប់មកវិញនោះទេបងមែនណូតើប្រលឹងបងនៅទីណាមិនដេចបងមិនមកក្រកអូនចឹងដឹងអូនថាអូននៅរងចាំផ្លូវបងរឿងនេះគឺជារឿងរ៉ាវស្នេហាដ៏កំសត់មួយរបស់ចៅមាននប់និងនាងច័ន្ទកាលដើមឡើយចៅមាននប់គ្រាន់តែជាក្មេងកំព្រាម្នាក់រស់នៅក្នុងជីវភាពក្រីក្រលំបាកជាខ្លាំង
គេបានស្រឡាញ់គ្នាជាមួយនឹងកូនសេដ្ឋីមួយនៅក្នុងភូមិតែសេដ្ឋីនោះហាក់មិនពេញចិត្តឲ្យពួកគេស្រឡាញ់គ្នានោះទេសេដ្ឋីតែងតែឲ្យអ្នកបម្រើរបស់ខ្លួនទៅវាយធ្វើបាបចៅមាណពនោះនាងច័ន្ទដែលជាគូស្នេហ៍ពេលឃើញទង្វើឪពុកបែបនេះនាងក៏សម្រេចចិត្តពង្រត់គ្នាជាមួយនឹងចៅមាណពទៅរស់នៅស្រុកឆ្ងាយយកគ្នាជាប្តីប្រពន្ធពេលវេលាចេះតែកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃចៅមាណពនិងនាងច័ន្ទមករស់នៅទីនេះអស់រយៈពេលជាច្រើនខែទៅហើយធ្វើឲ្យនាងច័ន្ទជាប្រពន្ធមានការនឹករលឹកដល់ឪពុកម្ដាយជាខ្លាំងហើយកូននិយាយនឹងប្តីថា បងខ្ញុំនឹកពុកម៉ែដល់ហើយណាបង ច័ន្ទអូនបងយល់អារម្មណ៍របស់អូនអារម្មណ៍ដែលឃ្លាតឆ្ងាយពីឪពុកម្ដាយវាពិតជាពិបាកទ្រាំខ្លាំងណាស់តែទោះបីជាយ៉ាងណាក៏ដោយអូនទ្រាំបន្តិចសិនទៅណាច័ន្ទចាំពេលពួកយើងមានកូនមួយយើងនឹងទៅជួបឪពុកម្ដាយរបស់អូនព្រោះបងគិតថានៅពេលដែលឪពុកម្ដាយរបស់អូនឃើញមុខចៅរបស់ពួកគាត់មុខជាងបាត់ខឹងនឹងពួកយើងជាមិនខានឡើយហើយព្រមឲ្យពួកយើងរស់នៅជាមួយគ្នាជាពុំខានឡើយណាច័ន្ទ ចាបងខ្ញុំសង្ឃឹមថាពេលនោះគ្រួសាររបស់ពួកយើងនឹងរស់នៅបានសុខសាន្តជាមួយគ្នា អញ្ចឹងអូនកេងមកលើផ្លូវបងមកណាច័ន្ទចាំបងជ្រីកបំពេអូន រសៀលជ្រៀលជ្រែកថ្ងៃទេកងភ្នំសូសំនៀងសំណោកតូចយំអូនស្រណោះណាំរត់តាមបងអូនខំកាត់គេកាត់នៅខ្មាំងចុះចាំងចូលផ្ទះឆ្ងាយដាច់សង្វារ កាត់ចិត្តខ្លាំងទៅជ្រុលហួងទៅហើយកែវប្រលឹងប្រឡោមចិត្តអើយកុំចំបែងគេងកាយភ្លឺបងជីងមកពើបងនៅថ្នាំងថ្នមស្រកងអងអែលឲ្យនួនល្អង ពេញស្ដាប់រៀមបំពេហាំអូនគេងទៅប្រលឹងពីលពើអូនកុំព្រួយចាំដល់ពេលយើងបានកូនមួយបើហើយកុំព្រួយសំយើងទៅជួបម៉ែបើហើយកុំព្រួយសំយើងទៅជួបម៉ែអមៀងមិត្តអូនកុំភ័យខ្លួនបងជាប្តីថ្នាំងថ្នមថាទុកចិត្តបងចុងណាមានស្នេហ៍បងថ្នាំងអើយថ្នមថាមិនចោលអូនទេបងថ្នាក់អើយថ្នមថាមិនចោលអូនទេ ជាច្រើនខែកន្លងផុតទៅនាងច័ន្ទក៏មានផ្ទៃពោះដោយសារតែគ្មានប្រាក់សម្រាប់ទុកសម្រាប់កូនចៅមាននប់ក៏សម្រាប់ចាត់លាប្រពន្ធចូលទៅក្នុងព្រៃដើម្បីរកកាប់ឈើដែលមានតម្លៃយកទៅលក់ច័ន្ទអូនពេលនេះយើងគ្មានប្រាក់សម្រាប់ត្រៀមទុកពេលអូនសម្រាប់កូននោះទេដូច្នេះបងគិតថាថ្ងៃនេះបងនឹងចូលទៅក្នុងព្រៃជ្រៅបន្តិចនៅខាងក្រោយភ្នំនោះដើម្បីរកកាប់ឈើដែលមានតម្លៃខ្ពស់យកទៅលក់យកប្រាក់ដូច្នេះអូនមិនបាច់ចាំផ្លូវបងទេណាច័ន្ទប្រហែលជាយប់បន្តិចតែបងត្រឡប់មកវិញណា ចាបងតែបងត្រូវប្រយ័ត្នខ្លួនផងណាបង
ព្រោះខ្ញុំលើអ្នកភូមិទីនេះគេនិយាយថាព្រៃខាងក្រោយភ្នំនោះសម្បូរសត្វសាហាវច្រើនណាស់បង បងដឹងហើយណាអូនអញ្ចឹងបងទៅហើយណាច័ន្ទបរោះជាប្តីក៏ចេញដំណើរទៅចំណែកឯនាងជាប្រពន្ធមានទឹកមុខព្រួយបារម្ភជាខ្លាំងខ្លាចប្តីរបស់ខ្លួនមានគ្រោះថ្នាក់ព្រោះនាងបានលឺអ្នកភូមិនៅទីនោះនិយាយថាព្រៃនោះគឺជាព្រៃអាថ័ន្តមានមនុស្សតិចណាស់ដែលហ៊ានចូលទៅក្នុងព្រៃនោះភាគច្រើនមនុស្សដែលចូលទៅក្នុងព្រៃនោះហើយពុំមានអ្នកណាមានជីវិតចេញមកវិញនោះទេការដែលលឺអ្នកភូមិនិយាយបែបនេះនាងច័ន្ទពិតជាមានសេចក្តីព្រួយបារម្ភទៅប្តីជាពន់ពេង ទេវតាអើយសូមលោកជួយថែរក្សាប្តីរបស់ខ្ញុំផង ចាស់មាននប់ក៏បានធ្វើដំណើរចូលទៅដល់ក្នុងព្រៃជ្រៅពេលទៅដល់ភ្លាមគេក៏បានឃើញដើមឈើធំធំជាច្រើនសិតតែដើមឈើដែលមានតម្លៃថ្លៃចាស់មាននប់ឃើញបែបនេះមានសេចក្តីរីករាយយ៉ាងខ្លាំងគេក៏ចាប់ផ្ដើមកាប់ដើមឈើទាំងនោះសំឡេងកាប់ឈើក៏លូនខ្ទោពេញព្រៃធ្វើឲ្យផ្អើលអស់សត្វមរឹកទាំងឡាយភ្លាមនោះក៏លូនឮសំឡេងសត្វខ្លាដ៏ធំក្រហមនៅពីក្រោយខ្នងរបស់ចាស់មាននប់សត្វខ្លះនោះគ្រាន់តែឃើញចៅមាននប់ភ្លាមវាគិតថានេះជាចំណីដ៏ឆ្ងាញ់របស់វាហើយវាក៏លោតទៅកន្ទ្រប់ខាំចៅមាននប់ធ្វើឲ្យចៅមាននប់ស្លាប់ក្នុងពេលនោះទៅដោយសារតែជាប្តីប្រពន្ធដែលធ្លាប់បានសាងបុណ្យរួមគ្នាពីអតីតជាតិមកពេលប្តីជួបគ្រោះថ្នាក់បែបនេះនាងច័ន្ទមានអារម្មណ៍ថាមិនស្ងប់ចិត្តនោះឡើយថ្ងៃបាក់រសៀលហើយនៅតែមិនឃើញប្តីចេញពីព្រៃមកមានក្តីបារម្ភជាពន់ពេងចិត្តមួយចង់ទៅតាមរកប្តីព្រោះទ្រូងញ័រភ័យអារម្មណ៍មិនស្ងប់តើពេលណាទៅប្តីត្រឡប់ឲ្យទ្រូងអូនស្ងប់វិលមកធម្មតាដោយសារតែបារម្ភប្តីខ្លាំងពេកនាងច័ន្ទមិនបានប្រយ័ត្នក៏រអិលជើងធ្លាក់ជាងនឹងឈើស្រួចធ្វើឲ្យនាងស្លាប់ក្នុងពេលនោះទៅលុះព្រឹកឡើងក៏មានអ្នកភូមិដើរឆ្លងកាត់ទីនោះក៏បានឃើញខ្មោចនាងច័ន្ទដេកស្លាប់នៅមុខផ្ទះអ្នកភូមិម្នាក់មានចិត្តអាណិតដល់ខ្មោចនាងច័ន្ទជាពន់ពេងត្រូវឃ្លាតឆ្ងាយឪពុកម្ដាយរត់មកតាមស្វាមីហើយក៏ត្រូវមកដេកស្លាប់ទាំងដែលខ្លួនកំពុងតែមានផ្ទៃពោះចំណែកឯស្វាមីក៏មិនដឹងទៅនៅឯណាខ្លួនក៏អស់សង្ខារគួរឲ្យសង្វេងក្រោយពីនាងច័ន្ទស្លាប់បាន7ថ្ងៃស្រាប់តែមានប្តីប្រពន្ធមួយគូដើរចេញពីក្នុងព្រៃមកឆ្លងកាត់នឹងមុខផ្ទះរបស់នាងប្តីប្រពន្ធមួយគូនោះក៏បានឮសំឡេងល្វើយនៅពីក្រោយខ្នងរបស់គាត់សំឡេងនោះពិតជាគួរឲ្យសង្វេគខ្លាំងណាស់ ឃើញប្តីខ្ញុំទេ ម៉ែអាឆ្លោចាឯងបិទលឺសម្លេងអីល្វើយទេខ្ញុំដូចជាប្រហែលល្បិចទេអាសម្លេងហ្នឹង ខ្ញុំគិតថាមិនមែនប្រហែលទេណាឪឲ្យឆ្លូញសំឡេងនេះជាសំឡេងខ្មោចនាងច័ន្ទច្បាស់តែម្ដងណា ហើយម៉ែអាឆ្លោចឯងមិនក៏សន្និដ្ឋានថាជាសម្លេងខ្មោចដែលចាត់ច្បាស់ម្លេះហា មិនឲ្យច្បាស់យ៉ាងម៉េចទៅឲ្យឆ្លូញបើខ្មោចនាងច័ន្ទកំពុងតែនៅខាងក្រោយឯងនោះអី ពេលដែលឮប្រពន្ធនិយាយបែបនេះបរោះជាប្តីផាត់ភ័យពន់ពេងចិត្តមួយចង់ស្រែកឲ្យគេជួយស្រែកសុំជំនួយជួយផងខ្មោចលងតែអកុសលព្រោះតែខ្លួនភ័យពេងស្រែកគោពុំរួចរត់គោពុំកើតបានត្រឹមតែឈរធ្វើមាត់ច្រហោ ពូមីងតើអ្នកទាំងពីរឃើញប្តីខ្ញុំទេគាត់ទៅកាប់ឈើក្នុងព្រៃនោះដែរហើយពេលនេះមិនទាន់ឃើញគាត់ត្រឡប់មកវិញនោះទេមីងមិនបានឃើញទេណាក្មួយច័ន្ទ ដោយនិស្ស័យកាលនៅជាមនុស្សធ្លាប់តែជាមនុស្សល្អមិនដែលទៅធ្វើឲ្យអ្នកណាក្តៅក្រហាយដោយសារខ្លួនទោះពេលនេះស្លាប់ទៅជាខ្មោចហើយក្តីក៏មិនទៅធ្វើឲ្យអ្នកណាក្តៅក្រហាយឡើយពេលដែលដឹងថាខ្លួនឯងពេលនេះជាខ្មោចហើយមុខជាអ្នកភូមិមានការភ័យខ្លាចពុំខានឡើយ
នាងច័ន្ទក៏លែងហ៊ានទៅបង្ហាញខ្លួនឲ្យអ្នកស្រុកខេងតទៅទៀតបានត្រឹមតែស្រែកពីចម្ងាយសំឡេងល្វើយល្វើយស្រែកសួរទៅអ្នកស្រុកថា ឃើញប្តីខ្ញុំទេពូមីងតើអ្នកទាំងពីរឃើញប្តីខ្ញុំទេគាត់ទៅកាប់ឈើក្នុងព្រៃនោះដែរហើយពេលនេះមិនទាន់ឃើញគាត់ត្រឡប់មកវិញនោះទេ សំឡេងគួរឲ្យសង្វេគនេះធ្វើឲ្យចាក់ដោតដល់ចិត្តអ្នកភូមិជាពន់ពេងនឹកសង្វេគដល់ខ្មោចនាងច័ន្ទកាលនាងច័ន្ទនៅជាមនុស្សតែងតែជួយយកអាសាអ្នកភូមិទោះបីពេលនេះនាងស្លាប់ទៅហើយតែនាងនៅតែមានចិត្តល្អមិនហ៊ានធ្វើឲ្យអ្នកភូមិខ្លាចរអាក្តៅក្រហាយដោយសារខ្លួននៅតែមានចិត្តស្មោះចំពោះប្តីដោយសារតែសេចក្តីអាណិតដល់ខ្មោចនាងច័ន្ទពួកអ្នកភូមិទាំងអស់ក៏បាននាំគ្នាចូលទៅក្នុងព្រៃដើម្បីរកចៅមាណពការស្វែងរកនេះពិតជាបានផលមែនអ្នកភូមិក៏ប្រទះខេងរទេះនិងសំលៀកបំពាក់រហែកលាយឡំជាមួយនឹងឈាមសពដាច់រលេះរលួយស្នាមដោយខ្លាខំក្រោយពីដឹងច្បាស់ថានេះជាសពចៅមាណពហើយអ្នកភូមិក៏បានយកសពនេះត្រឡប់ទៅភូមិវិញហើយក៏នាំគ្នាយកដំណឹងនេះទៅប្រាប់ខ្មោចនាងច័ន្ទ ចាន់អើយចាន់ចេញបន្តិចមកណាក្មួយពួកអ្នកភូមិយើងគេបានចូលទៅក្នុងព្រៃហើយក៏រកសពប្តីចាន់ឯងឃើញហើយណាខ្មោចប្តីចាន់ឯងត្រូវខ្លាខំស៊ីនៅឯក្នុងព្រៃឯនោះទើបបានជាគ្នាមិនអាចត្រឡប់មកផ្ទះវិញ បងមែនណូតើប្រលឹងបងនៅទីណាមិនដាច់បងមិនមកក្រកអូនចឹងដឹងអើថាអូននៅរងចាំផ្លូវបង សំឡេងយំយែកស្រែកហៅប្តីគួរឲ្យសង្វេគនេះធ្វើឲ្យអ្នកភូមិម្នាក់សម្រក់ទឹកភ្នែកមិនដឹងខ្លួនមិនដេចកម្មវិរិយតាមចងពៀពួកគេម្លេះកាលនៅមានជីវិតត្រូវឪពុកម្ដាយរៀបរៀងមិនឲ្យស្រឡាញ់គ្នារហូតស្លាប់ខ្លាយទៅជាខ្មោចហើយម្ដេចក៏នៅតែព្រាត់ប្រាសគ្នាទៀតសំឡេងទ្រហោយំរបស់ខ្មោចនាងច័ន្ទនិងអ្នកភូមិក៏ធ្វើឲ្យប្រលឹងចៅមាណពបង្ហាញខ្លួនច័ន្ទអូនបងមកដល់ហើយណាច័ន្ទ បងហេតុអីពេលនេះទើបតែបងមកបងដឹងទេថាអូននឹកបងណាស់ ច័ន្ទអូនបងក៏នឹកអូនដែរណាច័ន្ទតែដោយសារតែបងស្លាប់នៅក្នុងព្រៃត្រូវខ្លាខំស៊ីហើយគ្មានមនុស្សដឹងធ្វើពិធីបន់ហៅប្រលឹងបងមកទើបបានប្រលឹងបងមិនអាចត្រឡប់ចូលមកក្នុងភូមិវិញបាននៅវិលវល់នៅក្នុងព្រៃរកផ្លូវមកផ្ទះពុំឃើញឡើយទើបតែមុននេះបន្តិចដោយសារតែសេចក្តីស្រឡាញ់របស់អូននិងអ្នកភូមិមកលើរូបបងទើបបានជាបងអាចត្រឡប់មកដល់ទីនេះវិញចាន់អើយពេលនេះពួកក្មួយបានជួបគ្នាហើយណាគោលល្មមសំគូនឹងនាំគ្នាទៅចាប់កំណត់ថ្មីដែរណាក្មួយហើយចំណែកឪពុកម្ដាយក្មួយនៅឯស្រុកចាំពូឲ្យគេយកដំណឹងទៅប្រាប់ក្មួយកុំបារម្ភអីណា ចាពូពួកខ្ញុំអរគុណពូមីងណាស់ដែលមិនខ្លាចនឹងស្អប់ក្ពើមពួកខ្ញុំលាពូមីងទៅហើយ ក្រោយពីបានជួបគ្នាហើយខ្មោចនាងច័ន្ទនិងប្តីក៏បាននាំគ្នាទៅឋានខ្មោចចំណែកដំណឹងដែលនាងច័ន្ទនិងប្តីស្លាប់ក៏ដឹងដល់សេដ្ឋីពេលដឹងដំណឹងនេះហើយមានចិត្តសង្វេគជាពន់ពេកហេតុអ្វីខ្លួនជាឪពុកម្ដាយនឹងគេដែរទៅបំបែកបំបាក់ស្នេហ៍កូនឲ្យកូនព្រាត់ប្រាសគ្នាបែបនេះពេលនេះក្នុងចិត្តសេដ្ឋីបានត្រឹមតែយំយាយស្ដាយក្រោយមិនអាចឲ្យរឿងទាំងអស់នោះវិលត្រឡប់ថយក្រោយវិញបាននោះទេដូច្នេះសូមឪពុកម្ដាយគ្រប់រូបមុននឹងបំបែកបំបាក់ស្នេហាកូនសូមគិតពិចារណាឲ្យច្បាស់ព្រោះក្មេងសម័យនេះគេមានការគិតផ្សេងពីយើងជាឪពុកម្ដាយបានត្រឹមតែណែនាំព្រិនប្រដៅគេបន្ថែមតែប៉ុណ្ណោះមិនអាចទៅរារាំងស្នេហារបស់គេបាននោះទេ ពូសំអើយពូសំអើយហើយមានការអីអាឆងបានជាជិះម៉ូតូមិនទាន់ដល់ផងស្រែកចង់បែកกระดาษទៅជាទៅហើយពូអើយពូប្អូនខ្ញុំទៅស្រុកជាមួយនាងភិគុណបានទេទូរស័ព្ទមកខ្ញុំព្រឹកមិញថាម្សិលមិញអាសងនឹងនាងភិគុណជិះម៉ូតូដល់ផ្លូវកែងចិត្តដល់ផ្ទះឪពុកម្ដាយគេហើយ
ក៏ត្រូវឡានដឹកដីកិនស្លាប់ទាំងពីរអ្នកប្តីប្រពន្ធហើយណាពូអាសងអាមិនបានជាបញ្ញាប់មកវិញម្លេះក្មួយមិនក៏មិននៅលេងឪពុកម្ដាយក្មួយឲ្យយូរថ្ងៃសិនទៅចាំមកវិញអើយបើអញ្ចឹងពូមីងប្រហែលជាបានជួបខ្មោចហើយខ្ញុំគិតលាពូមីងទៅផ្ទះខ្ញុំវិញហើយណាពូមីងនៅក្នុងសម័យបុរាណមានរឿងហេតុជាច្រើនដែលក្មេងៗសម័យបច្ចុប្បន្នមិនធ្លាប់បានដឹងបានឃើញនិងបានឮនោះទេទោះបីជាចាស់បុរាណនិយាយប្រាប់ក៏ដោយក៏ពួកគេមិនជឿនោះដែរហើយនៅក្នុងរឿងនេះយើងនឹងយករឿងពិតមួយតាក់ទងនឹងប្តីប្រពន្ធមួយគូទើបនឹងរៀបការថ្មីថ្មោងពួកគេបានមកទិញដីសង់ផ្ទះនៅលើដីបន្ទាយកងទ័ពសម័យសង្គ្រាមព្រោះដីនោះវាជាប់នឹងផ្លូវធំនិងមានតម្លៃថោកផងនោះប្តីប្រពន្ធនោះក៏បានទិញដីនោះយកតែម្ដងមុននឹងសង់ផ្ទះចាស់ក្បែរនោះក៏ប្រាប់ទៅពួកគេដែរថាមិនគួរទិញដីនេះមកសង់ផ្ទះនៅនោះទេព្រោះទីនេះវាជាកន្លែងបន្ទាយកងទ័ពសម័យសង្គ្រាមចាស់បុរាណគេមិនឲ្យនៅលើដីបែបនេះនោះឡើយប្តីប្រពន្ធទាំងពីរនោះមិនស្ដាប់ចាស់និយាយប្រាប់គេឡើយគេក៏សម្រេចចិត្តសង់ផ្ទះនៅលើដីនោះក្រោយពីសង់ផ្ទះហើយបានប្រហែល5ខែពួកគេក៏មានគំនិតចង់ទៅលេងឪពុកម្ដាយគេនៅស្រុកឆ្ងាយប្តីប្រពន្ធទាំងពីរមុននឹងចេញដំណើរទៅក៏បានផ្ដាំផ្ញើទៅអ្នកជិតខាងឲ្យជួយមើលផ្ទះពួកគេពូមីងខ្ញុំត្រូវនាំប្រពន្ធខ្ញុំទៅលេងឪពុកម្ដាយក្មេកខ្ញុំ2-3ថ្ងៃដូច្នេះខ្ញុំសូមរំខានពូមីងឲ្យជួយមើលផ្ទះខ្ញុំផងពេលដែលពួកខ្ញុំមិននៅមិនអីទេអាសងអើយឯងទៅលេងឪពុកម្ដាយឯងឲ្យបានច្រើនថ្ងៃចាំមកវិញក៏បានដែរណាកុំបារម្ភផ្ទះសម្បែងឯងអីចាំពូនិងប្រពន្ធជួយមើលផ្ទះឲ្យអាសងឯងកុំជិះម៉ូតូលឿនពេកអីណាព្រោះអ្នកភិគុណប្រពន្ធឯងមានផ្ទៃពោះផងជិះឲ្យយឺតណាអាសងបាទពូមីងខ្ញុំដឹងហើយអញ្ចឹងខ្ញុំលាពូមីងទៅសិនហើយណាខ្ញុំទៅហើយណាពូមីងសូមពូមីងនៅឲ្យបានសុខទៅចុះណាអ្នកភិគុណឯញ៉ាភិគុណនឹងអាសងពួកវាគ្រាន់តែទៅលេងផ្ទះឪពុកម្ដាយវាសោះនិយាយផ្ដាំផ្ញើនឹងពួកយើងដូចជាលេងត្រឡប់មកវិញអញ្ចឹងហើយខ្ញុំដូចជាមានអារម្មណ៍មិនស្រួលសោះអាម៉េចអាម៉ាឯងទេទូរស័ព្ទហៅពួកវាមកវិញមកណាឯងខ្ញុំគិតថានេះមកពីឯងស្រឡាញ់ពួកគេដូចជាកូនពេកបានជាមានក្តីបារម្ភបែបនេះកុំខាត់គេអីឯងព្រោះពួកគេខានតែលេងពុកម៉ែគេច្រើនខែហើយឲ្យពួកគេទៅជួបពុកម៉ែគេម្ដងទៅណាបងហេតុអីបានជាបងឈប់អញ្ចឹងអូនមើលខាងមុខនោះទៅអូនមានពស់វែកមួយវាកំពុងដេកបើកវែកនៅកណ្ដាលផ្លូវបងខ្ញុំឮចាស់និយាយថាពេលយើងចេញដំណើរទៅណាបើសិនជាមានសត្វពស់លូនកាត់មុខយើងគេមិនឲ្យយើងបន្តដំណើរទៅមុខទៀតនោះទេបងព្រោះសត្វពស់នោះអាចជាដូនតាគ្រូបាស្យាយឬអរិយអ្នកតាខ្មោចព្រៃបិសាចដែលគេចង់ការពារយើងគេក៏មកក្រឡាខ្លួនជាសត្វពស់ដើម្បីឲ្យយើងខ្លាចហើយត្រឡប់ក្រោយវិញណាបងគិតថាវាមិនអីទេណាមានមនុស្សច្រើនណាស់ដែលគេជិះទៅបានឃើញសត្វពស់វាឆ្លងកាត់ឬនៅកណ្ដាលផ្លូវមិនដែលឃើញមានបញ្ហាអីដល់ពួកគេផងនឹងតែជួនកាលមកពីរាសីគេខ្ពស់ឬបុណ្យដែលគេបានសាងមកជួយឃុំក្រងគេណាបងនោះអូនសត្វពស់នោះវាចេញទៅហើយយើងបន្តដំណើរទៅមុខទៀតណាអូន
ឯងមិនបានជាអង្គុយធ្វើទឹកមុខបែបនឹងឯង ណែឯងល្ងាចមិញពេលខ្ញុំទៅទិញបន្លែខ្ញុំឮលោកបងមឿននិយាយថាគាត់បានឃើញអាសងនឹងប្រពន្ធឈប់ម៉ូតូនៅឯចុងភូមិឯណោះ ហើយវាឈប់ម៉ូតូធ្វើអីឯង លោកបងមឿនគាត់និយាយថាមានពស់វែកនៅនឹងកណ្ដាលមុខពួកគេបានតែពួកគេឈប់នឹងណាឯងខ្ញុំបារម្ភពីពួកគេណាស់ព្រោះតាំងពីដើមមកចាស់បាននិយាយថាបើសិនជាមានពស់កាច់សាហាវមករៀងផ្លូវគេមិនឲ្យយើងបន្តដំណើរទៅមុខនោះទេណាឯង ហើយកុំតែជឿចាស់ពេកអីណាឯងជួនកាលពួកគាត់នឹងក៏ហក់តគ្នាក៏ថាបាននោះឯងដូចជាម៉ូតូអាសងនឹងប្រពន្ធវាត្រឡប់មកវិញហើយហេតុអីបានជាវាប្រញាប់មកវិញម្លេះតោះយើងទៅសួរវាបន្តិចមើលឯង អាសងមិនបានជាប្រញាប់មកវិញម្លេះក្មួយមិនក៏មិននៅលេងឪពុកម្ដាយក្មួយឲ្យយូរថ្ងៃសិនទៅចាំមកវិញ មែនហើយក្មួយមិននៅលេងផ្ទះពុកម្ដាយឲ្យយូរទៅឬក្មួយបារម្ភពីផ្ទះសម្បែងក្មួយបើពិតជារឿងនឹងមែនក្មួយកុំបារម្ភអីណាមីងពូចេះជួយមើលផ្ទះក្មួយហើយខ្ញុំអរគុណណាស់ពូមីងពួកខ្ញុំមកនេះមកមើលផ្ទះជាលើកចុងក្រោយព្រោះខ្ញុំបារម្ភពីផ្ទះនេះណាស់វាជាញើសឈាមពួកខ្ញុំខំរកលុយស្ទើរមួយជីវិតទម្រាំតែបានលុយមកធ្វើកុំបារម្ភអីណាក្មួយពូនឹងមីងនឹងជួយថែរក្សាផ្ទះឲ្យក្មួយណាអញ្ចឹងស្អែកនេះពួកក្មួយត្រូវទៅម្ដងទៀតមែនទេអាក្មួយចាពូមីងស្អែករីបភ្លឺពួកខ្ញុំចេញទៅហើយអញ្ចឹងខ្ញុំសូមចូលទៅមើលផ្ទះនិងសម្រាកសិនហើយព្រោះត្រូវឡើងទៅពីយប់ផងអញ្ចឹងទៅសម្រាកទៅណាក្មួយពួកពូមីងត្រឡប់ទៅផ្ទះវិញហើយណា លុះព្រឹកឡើង តាប៉ែតាប៉ែជួយទៅមើលផ្ទះក្មួយពីគុណបន្តិចទៅមើលតើពួកគេទៅស្រុកឪពុកម្ដាយគេហើយឬនៅព្រោះយប់មិញឮគេនិយាយថាត្រូវឡើងទៅពីយប់ផងក្រែងពួកគេនឹងភ្លេចបិទភ្លើងបាត់ទ្វារផ្ទះស្រួលយើងទៅបិទឲ្យគេណា អញ្ចឹងចាំខ្ញុំទៅមើលសិនណាពូសំអើយពូសំអើយហើយមានការអីឆងបានជាជិះម៉ូតូមិនទាន់ដល់ផងស្រែកចង់បែកក្តាស់ទៅជាទៅហើយពូអើយពូប្អូនខ្ញុំទៅស្រុកជាមួយនាងភិគុណបានទេទូរស័ព្ទមកខ្ញុំព្រឹកមិញថាម្សិលមិញអាសងនឹងនាងភិគុណជិះម៉ូតូដល់ផ្លូវកែងចិត្តដល់ផ្ទះឪពុកម្ដាយគេហើយក៏ត្រូវឡានដឹកដីកិនស្លាប់ទាំងពីរអ្នកប្តីប្រពន្ធហើយណាពូ ណែអាឆងបើឯងចង់និយាយលេងក៏មិនត្រូវមកនិយាយប្រមាថជីវិតគេអញ្ចឹងដែរណាក្មួយវាមិនសមនោះទេ ខ្ញុំនិយាយជាការពិតមើលណាមីងប្អូនខ្ញុំវានៅក្បែរផ្ទះឪពុកម្ដាយនាងភិគុណតែម្ដងវាមិនកុហកខ្ញុំនោះទេពូមីង តែយប់មិញនេះនាងភិគុណនឹងប្តីបានត្រឡប់មកមើលផ្ទះរបស់ពួកគេមីងពូបានឃើញផ្ទាល់ភ្នែកទាំងពីរអ្នកតែម្ដងណា តើមីងនិយាយជាការពិតទេមីងអញ្ចឹងចាំខ្ញុំខលទូរស័ព្ទទៅសួរបញ្ជាក់ប្អូនខ្ញុំម្ដងទៀតសិនមើល យីក្មេងៗសម័យនេះលេងសើចដូចជាជ្រុលខ្លាំងណាស់យកជីវិតគេមកលេងសើចបែបនេះ មីងពូប្អូនខ្ញុំវានិយាយថានាងភិគុណនឹងប្តីវាពិតជាស្លាប់មែនពេលនេះវាកំពុងទៅនៅរោងបុណ្យរបស់នាងភិគុណនឹងអាសង តែយប់មិញនេះពូមីងពិតជាបានឃើញនាងភិគុណនឹងប្តីមកផ្ទះពិតមែនណាក្មួយមិនជឿសួរតាប៉ិសំទៅ យីប៉ែខ្ញុំគិតថាយប់មិញពេលពួកយើងទៅផ្ទះក្មួយភិគុណខ្ញុំដូចជាមានអារម្មណ៍ថាចម្លែកដែរខ្ញុំដូចជាធុំក្លិនឆ្អាបឈាមហើយខ្ញុំមើលទៅអាសងនឹងនាងភិគុណពេលពួកគេនិយាយជាមួយយើងដូចជាចម្លែកនឹងមិនមានដកដង្ហើមដូចយើងសោះតែពួកយើងបានជួបខ្មោចទៅយីប៉ែ ពិតមែនហើយតាប៉ែខ្ញុំសង្កេតឃើញថាការនិយាយរបស់ពួកគេដូចជាចម្លែកដែរគេថា
គេមកមើលផ្ទះជាលើកចុងក្រោយមុនពួកគេទៅអោក្មួយទាំងពីរអើយហេតុអីជីវិតក្មួយជួបរឿងបែបនេះដូចជាលឿនពេកហើយយើងទៅតែបាននិយាយគ្នាសោះមីងដូចជាមិនចង់ជឿនោះទេថាក្មួយស្លាប់ទាំងពីរនាក់ប្តីប្រពន្ធបែបនេះហើយថែមទាំងមានកូននៅក្នុងពោះទៅទៀត អើយបើអញ្ចឹងពូមីងប្រហែលជាបានជួបខ្មោចហើយខ្ញុំគិតលាពូមីងទៅផ្ទះខ្ញុំវិញហើយណាពូមីងយាយប៉ែខ្ញុំគិតថាពូយើងផ្ញើផ្ទះនឹងអ្នកសុកមួយថ្ងៃទៅហ៎យើងនាំគ្នាទៅបន់ពូគេជូនដំណើរជាលើកចុងក្រោយផងទៅណាក្រោយពីប្តីប្រពន្ធនីសុងនិងភិគុណបានស្លាប់បាត់ទៅផ្ទះនោះក៏ត្រូវឪពុកម្ដាយរបស់ពូគេដាក់លក់មានមនុស្សជាច្រើនបានមកទិញផ្ទះនោះនៅតែពុំមាននរណាទិញហើយអាចរស់នៅបាននោះទេអ្នកខ្លះក៏ចូលមកនៅមិនបានមួយយប់ផងក៏គេឮសំឡេងស្រែកឲ្យជួយព្រោះគេបានឃើញមានខ្មោចកងទ័ពមកសែងពួកគេចេញពីផ្ទះនោះនិងមានកាន់កំភ្លើងភ្ជុងទៅពួកគេទៀតផងមានអ្នកខ្លះទៀតក៏ចូលមកនៅពេលពួកគេដេកមិនទាន់នឹងលក់ផងក៏បានឃើញខ្មោចប្តីប្រពន្ធទាំងពីរនាក់នោះឈរសម្លឹងទៅពួកគេអ្នកខ្លះទៀតក្រោយពីទិញផ្ទះនោះនៅហើយតែងតែជួបរឿងសយគ្រោះថ្នាក់បិះនិងស្លាប់ក៏មានដោយសារតែបែបនេះផ្ទះនោះក៏ត្រូវដូរម្ចាស់ជាច្រើនអ្នកបច្ចុប្បន្នផ្ទះនោះក៏ត្រូវអ្នកទិញក្រោយវាយកំទេចចោលហើយកសាងជាសាលាឆទានទុកជារបស់រួម